ជំរាបសួរប្រិយមិត្តជាទីមេត្រីនៅព្រឹកថ្ងៃទី3ខែធ្នូឆ្នាំ2025នេះខ្ញុំបាទនឹងដកស្រង់ព័ត៌មានសំខាន់ចំនួន4ដើម្បីបង្ហាញជូនប្រិយមិត្តព័ត៌មានទី1នោះគឺស៊ីម៉ាក់រកឃើញគ្រាប់បែកចង្កោមចំនួន25គ្រាប់ប្រភេទ M46 ទី2កម្ពុជានិងចិនប្រកាសចាប់ផ្ដើមអនុវត្តគម្រោងស្រាវជ្រាវរួមគ្នាចំនួន8ទី3ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅអាស៊ីកើនឡើងដល់ជាង1200នាក់ទី4រុស្ស៊ីត្រៀមធ្វើសង្គ្រាមជាមួយអឺរ៉ុបបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំបានដកស្រង់ពីសារព័ត៌មានអន្តរជាតិនិងជាតិដើម្បីយកមកជម្រាបជូនប្រិយមិត្តបានទស្សនាកាលពីថ្ងៃទី1ដល់ថ្ងៃទី2ខែធ្នូឆ្នាំ2025នេះកម្លាំងអង្គភាពស៊ីម៉ាក់បានបោះសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមកាលពីថ្ងៃទី24ដល់ទី28ខែកក្កដាឆ្នាំ2025ជាតំបន់ក្របបែកចង្កោមស្ថិតក្នុងភូមិតំនសែនជ័យឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យបានរករកឃើញក្របបែកចង្កោមចំនួន25គ្រាប់ប្រភេទ M46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ155មីលីម៉ែត្រអាយដាមហេងរតនាអគ្គនាយកស៊ីម៉ាក់បញ្ជាក់ថាគ្រាប់បែកចង្កោមក្រៅពីអនុសញ្ញាអន្តរជាតិនៃការហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរមានអនុញ្ញាតអន្តរជាតិសំខាន់ចំនួន3ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់និងរឹតបន្តឹងហាមប្រើប្រាស់ក្នុងការធ្វើសង្គ្រាមរួមមាន1អនុសញ្ញាអន្តរជាតិហាម5ការប្រើប្រាស់អាវុធគីមីកម្ពុជាថៃជារដ្ឋភាគី2អនុសញ្ញាអន្តរជាតិហាម5ការប្រើប្រាស់គ្រាប់បែកចង្កោមកម្ពុជាថៃមិនមែនជារដ្ឋភាគីប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយថៃឡើយរីឯថៃបានប្រើប្រាស់មកលើកម្ពុជា3អនុសញ្ញាអន្តរជាតិហាម5ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សកម្ពុជាថៃជារដ្ឋភាគីអង្គភាពស៊ីម៉ាក់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង77ភូមិនៅខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារមេត្តាប្រុងប្រយ័ត្នខ្ពស់ជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីនេះសូមរំលឹកថាកាលពីថ្ងៃទី25ខែតុលាកន្លងទៅនេះមានកុមារាអាយុ10ឆ្នាំម្នាក់បានផ្ទុះគ្រាប់បែកចង្កោមបែបនេះស្លាប់និងឪពុករងរបួសធ្ងន់ធ្ងរបាទនេះគឺជាព័ត៌មានដែលទាក់ទងទៅនឹងគ្រាប់បែកចង្កោមប្រភេទ M46 របស់ថៃដែលបានបន្សល់ទុកកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2025កន្លងទៅព័ត៌មានទី2នោះគឺកម្ពុជាចិនប្រកាសចាប់ផ្ដើមអនុវត្តគម្រោងស្រាវជ្រាវរួមគ្នាចំនួន8គម្រោងស្រាវជ្រាវរួមគ្នាកម្ពុជាចិនចំនួន8គម្រោងត្រូវបានប្រកាសចាប់ផ្ដើមអនុវត្តដែលជាការបើកទំព័រថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងប្រទេសទាំងពីរគម្រោងស្រាវជ្រាវទាំងនេះផ្ដោតលើវិស័យអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជារួមមានសន្តិសុខស្បៀងសុខភាពសាធារណៈនិងការអភិវឌ្ឍ Digital ពិធីនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញក្រោមអធិបតីភាពអាយដាមហែមវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍របស់កម្ពុជានិងអាយដាមវ៉ាងវិនប៊ីនឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនភាពដៃគូនេះត្រូវបានកសាងដោយផ្អែកលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងអនុសារណៈនៃការយោគយល់រវាងប្រទេសទាំងពីរដំណើរការបានចាប់ផ្ដើមតាំងពីខែកក្កដាឆ្នាំ2024ជាមួយនឹងកិច្ចប្រជុំលើកទី1នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តររដ្ឋាភិបាលចិនកម្ពុជាដែលបានកំណត់វិស័យអត្ថប្រយោជន៍សម្រាប់កម្មវិធីស្រាវជ្រាវរួមគ្នាសំណើគម្រោងចំនួន8ក្នុងចំណោមសំណើប្រមាណ70ដែលបានដាក់ស្នើដោយក្រុមស្រាវជ្រាវមកពីប្រទេសទាំងពីរត្រូវបានជ្រើសរើសការនេះបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងការជ្រើសរើសគម្រោងប្រកបដោយភាពប្រកួតប្រជែងលោកដៃកងនាយកនៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនបានលើកឡើងថាកិច្ចសហប្រតិបត្តិការនេះមានគោលដៅផ្ដល់នូវផ្លែផ្កានវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាគុណប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរព្រមទាំងបានរួមចំណែកដល់ការកសាងសហគមន៍ចិនកម្ពុជាដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី
អាយដាមបណ្ឌិតត្រីសុផលអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានលើកឡើងថាគម្រោងទាំងនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍទេពកោសល្យពង្រឹងទំនាក់ទំនងស្ថាប័នកាន់តែស៊ីជម្រៅនិងជំរុញការស្រាវជ្រាវរួមគ្នាដែលគាំទ្រអធិភាពអភិវឌ្ឍជាតិវិស័យស្នូលទាំង4នៃកម្មវិធីស្រាវជ្រាវរួមគ្នានេះមានបច្ចេកវិទ្យាអាហារបច្ចេកវិទ្យាជីវសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាលនិងបរិស្ថានសញ្ញាសិប្បនិម្មិត AI ដើម្បីកសាងសមត្ថភាព Digital និងវិទ្យាសាស្ត្រទិន្នន័យដើម្បីពង្រឹងការវិភាគនិងការសម្រេចចិត្តផ្អែកលើភស្តុតាងវត្តនៃការអនុវត្តគម្រោងទាំងនេះត្រូវបានកំណត់សម្រាប់រយៈពេល2ឆ្នាំក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិននឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុរហូតដល់2លានយ៉នឬប្រមាណ$28,000អាមេរិកសម្រាប់ក្រុមស្រាវជ្រាវនីមួយៗរបស់ប្រទេសចិនទន្ទឹមនឹងនោះក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍របស់កម្ពុជានឹងផ្ដល់ការគាំទ្រស្ថាប័ននិងបដិភាគដល់អ្នកស្រាវជ្រាវកម្ពុជាប្រទេសទាំងពីរក៏នឹងបន្តកិច្ចសហប្រតិបត្តិការតាមរយៈវេទិកាផ្សេងៗក៏ដូចជាគំនិតផ្ដួចផ្ដើមច្រករបៀងនវានុវត្តន៍ឡាងឆាងមេគង្គនិងគណៈកម្មាធិការរួមអាស៊ានចិនផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីគាំទ្រដល់វឌ្ឍនភាពវិទ្យាសាស្ត្រក្នុងតំបន់បាទនេះគឺជាព័ត៌មានកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិនដោយបានប្រកាសចាប់ផ្ដើមអនុវត្តគម្រោងស្រាវជ្រាវចំនួន8រួមគ្នាដែលទាក់ទងទៅនឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងប្រទេសទាំងពីរដើម្បីឲ្យកាន់តែមានភាពទំនើបកម្មចំណែកឯព័ត៌មានទី3នេះគឺជាព័ត៌មានអន្តរជាតិចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅអាស៊ីកើនឡើងដល់ជាង1200នាក់ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅតំបន់អាស៊ីបានកើនឡើងដល់ជាង1200នាក់ដោយគិតត្រឹមថ្ងៃទី2ខែធ្នូគណៈដែលក្រុមជួយសង្គ្រោះបានបន្តប្រតិបត្តិការស្វែងរកទាំងអស់សង្ឃឹមសម្រាប់អ្នកដែលរស់នៅដែលជាប់នៅក្រោមភក់និងបំណាក់បាក់បែកជាមួយគ្នានេះមនុស្សជាង800នាក់នៅតែបន្តបាត់ខ្លួនហើយអាជ្ញាធរប្រមានថាចំនួនជនរងគ្រោះចុងក្រោយអាចលើសពី2000នាក់គួរបញ្ជាក់ថាទឹកជំនន់ដ៏អាក្រក់បំផុតដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃក្នុងរដូវមូសុងនឹងត្រូវបានធ្វើឲ្យកាន់តែអាក្រក់ឡើងដោយសារព្យុះស៊ីក្លូនឌីតវ៉ាបានកើតមាននៅប្រទេសឥណ្ឌូនេស៊ីស្រីលង្កានិងប្រទេសថៃភូមិទាំងមូលជាច្រើនត្រូវបានលិចលង់នៅក្នុងទឹកដែលហូរក្នុងល្បឿនដ៏លឿនដោយធ្វើឲ្យមនុស្សរាប់ពាន់នាក់ត្រូវឡើងទៅលើដំបូលផ្ទះដើមឈើនិងសំណង់វិហារអ៊ីស្លាមគណៈដែលរងចាំការជួយសង្គ្រោះយោងតាមតួលេខដែលត្រូវបានធ្វើបច្ចុប្បន្នភាពបានបង្ហាញថាយ៉ាងហោចណាស់សាកសពចំនួន1250នាក់ត្រូវបានរកឃើញនៅទូទាំងប្រទេសទាំង3ដោយ659នាក់នៅប្រទេសឥណ្ឌូនេស៊ី410នាក់នៅប្រទេសស្រីលង្កានិង181នាក់នៅប្រទេសថៃនៅឥណ្ឌូនេស៊ីដែលជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុតនោះក្រុមជួយសង្គ្រោះកំពុងជួបការលំបាកក្នុងការធ្វើដំណើរទៅដល់ភូមិនានានៅលើកោះស៊ូម៉ាត្រាជាកន្លែងដែលផ្លូវត្រូវបានខ្សែទឹកហូរកាត់ផ្ដាច់ហើយស្ពានត្រូវបានបាក់រលំយ៉ាងហោចណាស់មនុស្ស475នាក់នៅតែបន្តបាត់ខ្លួននៅទីនោះអូថមភេទជ្ជៈនិងទូកត្រូវបានដាក់ពង្រាយប៉ុន្តែអាកាសធាតុដ៏អាក្រក់និងហេដ្ឋារចនាសម្ព័ន្ធរងផលប៉ះពាល់ធ្វើឲ្យការបន្តប្រតិបត្តិការដំណើរការទៅដោយយឺតនៅតំបន់អាសេសដែលរងគ្រោះខ្លាំងអ្នកស្រុកប្រាប់ពីការខ្វះខាតអង្គបន្លែនិងទំនិញប្រើប្រាស់មូលដ្ឋានដោយតម្លៃឡើងថ្លៃ3ដងនៅក្នុងទីផ្សារក្នុងស្រុកបាទនេះគឺជាព័ត៌មានទាក់ទងទៅនឹងគ្រោះមហន្តរាយនៃធម្មជាតិដែលបង្កឲ្យប្រទេសចំនួន3នៅក្នុងអាស៊ីយើងមានអ្នកស្លាប់រហូតដល់1200នាក់ឯណោះបាទដោយគិតត្រឹមថ្ងៃទី2ខែធ្នូឆ្នាំ2025ចំណែកឯព័ត៌មានទី4នោះគឺរុស្ស៊ីត្រៀមធ្វើសង្គ្រាមជាមួយអឺរ៉ុបយោងតាមជំនួយការជាន់ខ្ពស់របស់លោកវ៉ាឡាឌីមៀពូទីនរុស្ស៊ីនិងសហរដ្ឋអាមេរិកពុំបានសម្រេចបានវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អ៊ុយក្រែនក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនោះទេប៉ុន្តែម៉ោងបន្ទាប់នៃប្រធានាធិបតីរុស្ស៊ីបានចេញការគម្រាមថារុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមជាមួយអឺរ៉ុប
នៅក្នុងការអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីជំនួយការវិមានក្រំឡាំងលោកយូរីយូសាកូនិយាយថាបន្ទាប់ពីកិច្ចប្រជុំរយៈពេល5ម៉ោងជាមួយលោក Steve Witkoff បេសកជនរបស់លោកត្រាំនិងលោក Jared Kushner កូនសោរបស់លោកត្រាំភាគីទាំងពីរពុំបានឈានទៅមុខឬខិតជិតដល់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែនទេមានការងារជាច្រើនដែលត្រូវធ្វើដោយហៅកិច្ចប្រជុំនេះថាមានប្រយោជន៍ស្ថាប័ននិងព័ត៌មានគ្រប់គ្រាន់យ៉ាងណាលោកយូសាកូថាភាគីទាំងពីរមិនទាន់ឈានដល់កិច្ចព្រមព្រៀងលើបញ្ហាសំខាន់នៅឡើយទេរួមទាំងខ្សែបន្ទាត់នៃការគ្រប់គ្រងទឹកដីដែលអាចកើតមានក្នុងកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនលោកយូសាកូនិយាយអំពីផែនការសន្តិភាពដែលបង្ហាញដោយភាគីអាមេរិកថាពួកលោកពុំបានពិភាក្សាសំណើជាក់លាក់របស់អាមេរិកទេប៉ុន្តែបានពិភាក្សាអំពីខ្លឹមសារនៃអ្វីដែលត្រូវបានបង្កប់នៅក្នុងឯកសារអាមេរិកទាំងនេះលោកថាអាចយល់ស្របជាមួយនឹងបញ្ហាខ្លះហើយប្រធានាធិបតីក៏មិនបានលាក់បាំងអាកប្បកិរិយារិះគន់និងសូម្បីតែអវិជ្ជមានរបស់ពួកលោកចំពោះសំណើមួយចំនួនដែរលោកថាទស្សនវិជ្ជាមួយចំនួននៃការចរចានឹងមិនត្រូវបានបង្ហាញទេហើយលោកបានបង្ហាញថាកិច្ចប្រជុំកំពូលមួយផ្សេងទៀតរបស់លោកត្រាំនិងលោកពូទីននឹងមិនកើតឡើងឆាប់នេះទេសម្ដីរបស់លោកយូសាកូគឺជាការសន្និដ្ឋានដ៏គួរឲ្យខកចិត្តចំពោះកិច្ចចរចាដែលរដ្ឋបាលលោកត្រាំបានលើកឡើងថាអាចបង្កើតក្របខ័ណ្ឌមួយដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីអ៊ុយក្រែន